ថ្ងៃកំណើតបញ្ជាក់ពីអត្តចរិតចំណុចល្អចំណុចអន់របស់អ្នកកើតថ្ងៃច័ន្ទចំណុចល្អចិត្តទៀងត្រង់ត្រង់ទៅត្រង់មកបើស្រឡាញ់គឺស្រឡាញ់ងាយជាមនុស្សដែលធ្វើអ្វីតែងតែគិតដល់អ្នកដទៃមុនខ្លួនឯងជានិច្ចរឿងស្នេហាបើបានធ្វើឲ្យគេមានក្តីសុខខ្លួនឯងក៏សប្បាយចិត្តចំណុចអន់ជាមនុស្សស្ងៀមស្ងាត់តែគិតច្រើនណាស់ចិត្តគុំគួនច្រើនបើមាននរណាធ្វើឲ្យឈឺចាប់ហើយលួចទៅខូចចិត្តម្នាក់ឯងស្ងាត់តែពេលជួបតែងតែញញឹមដាក់ធ្វើដោយគ្មានរឿងអ្វីកាត់ឡើងតែក្នុងចិត្តគិតថាផ្ញើទុកសិនចុះថ្ងៃណាមួយនឹងសងវិញទ្វេជាពីរអ្នកកើតថ្ងៃអង្គារចំណុចល្អក្នុងរឿងមិត្តភាពអាចលះបង់បាន 100% ធ្វើល្អជាមួយនឹងមនុស្សគ្រប់គ្នាស្មោះត្រង់មិនចេះពុតត្បត់ចូលចិត្តអាណិតនិងជួយអ្នកដទៃជាមនុស្សចិត្តទន់ឆាប់ជឿទុកចិត្តគេចំណុចអន់ជាមនុស្សស្ងាត់តែពូកែរអ៊ូងងើពូកែថាពូកែស្ដីបន្ទោសអារម្មណ៍ឆាប់មួម៉ៅឆេវឆាវក្តៅក្រហាយបើមាននរណាធ្វើឲ្យថ្នាក់ចិត្តរឿងមិនសមជារឿងក៏អាចធ្វើឲ្យកើតជារឿងចំណែករឿងស្នេហាវិញបើដៃគូធ្វើឲ្យខឹងប៉ះពាល់អារម្មណ៍មុខតែខឹងកាន់ខែតើតែដៃគូជាមនុស្សពូកែលួងទើបអាចថ្នមចិត្តគេបានអ្នកកើតថ្ងៃពុធចំណុចល្អងាយចុះសម្រុងនឹងមនុស្សជំនាញខ្លួនចិត្តល្អចេះគិតដល់អ្នកដទៃជាមនុស្សមានគំនិតវិជ្ជមានអាចប្រឹក្សាកិច្ចការងារបានល្អជាមនុស្សចេះប្រឈមមុខខុសដឹងខុសត្រូវដឹងត្រូវហើយរីករាយនឹងទទួលយកពាក្យស្ដីបន្ទោសរិះគន់ក្នុងន័យកែលម្អចំណុចអន់មានចិត្តគុំគួនមិនធម្មតាទេបើមាននរណាធ្វើមិនល្អដាក់គេមុនគេមិនងាយនឹងអភ័យទោសនោះឡើយបើស្អប់នរណាម្នាក់ហើយគឺស្អប់ទាំងឈ្មោះស្អប់ទាំងសម្លេងគឺខ្ពើមជូតអ្នកកើតថ្ងៃប្រហ័សចំណុចល្អយកចិត្តទុកដាក់គ្រប់រឿងច្បាស់លាស់ប្រកបប្រជានឹងការងារជាពិសេសក្នុងរឿងស្នេហាគឺស្មោះចំពោះមនុស្សដែលគេស្រឡាញ់ក៏ជាមនុស្សឲ្យភាពសំខាន់ដល់មិត្តភាពពូកែលំលោមពូកែថ្នមចិត្តអ្នកដទៃចំណុចអន់ស្ពឹកស្រពន់អារម្មណ៍មិនសូវនឹងណចូលចិត្តពិភពលោកផ្ទាល់ខ្លួនគិតច្រើនមានបញ្ហាចូលចិត្តសំងំគិតតែម្នាក់ឯងមិនសូវស្ដាប់មតិយោបល់ពីអ្នកដទៃឡើយព្រោះគេគិតថាគ្មានអ្នកណាអាចជួយគេបានទេក្រៅពីខ្លួនឯងអ្នកកើតថ្ងៃសុក្រចំណុចល្អស្មោះត្រង់ខ្សែគប់ជាមួយនរណាហើយក៏ស្រឡាញ់ពិតធ្វើអ្វីក៏ចេះខ្លាចក្រែងចិត្តគេចូលចិត្តធ្វើអ្វីដើម្បីអ្នកដទៃឲ្យតែគេមានក្តីសុខនិងសប្បាយចិត្តចំណុចអន់អាចអភ័យឲ្យអ្នកដទៃតែគ្មានថ្ងៃបំភ្លេចនៅទង្វើដែលគេធ្វើដាក់ខ្លួនឡើយចងចាំមួយជីវិតមិនចេះរករឿងអ្នកណាមុនទេតែបើគេធ្វើដាក់មុនស្អប់ដល់ខ្មោចគេទៀតគ្មានថ្ងៃលើកលែងអ្នកកើតថ្ងៃសៅរ៍ចំណុចល្អស្មោះត្រង់នឹងរឿងបេះដូងមានទំនាក់ទំនងល្អជាមួយមនុស្សគ្រប់គ្នាដែលនៅជុំវិញខ្លួនចិត្តទន់ពូកែអាណិតអាសូរគេអ្នកណាមានបញ្ហាអាចមកប្រឹក្សាជាមួយអ្នកកើតថ្ងៃនេះបានព្រោះគេតែងតែមានគំនិតល្អៗច្រើនណាស់ជាមនុស្សមានចិត្តគិតដល់អ្នកដទៃច្រើនជាងខ្លួនឯងតែចំពោះតែមនុស្សដែលល្អនឹងគេតែប៉ុណ្ណោះជាមិត្តល្អដៃគូការងារល្អបងប្អូនល្អកូនល្អពលរដ្ឋល្អជាមនុស្សយុត្តិធម៌ច្បាស់លាស់មិនចេះផ្ដេសផ្ដាស់ឡើយចំណុចអន់ឆាប់មួម៉ៅអារម្មណ៍ប្រែប្រួលលឿនពេលខឹងម្ដងសម្ដីអាក្រក់តែបើគេមិននិយាយមិនបាច់មើលមុខគេទេគួរឲ្យខ្លាចបើនរណាធ្វើឲ្យគេស្អប់ហើយគេនឹងស្អប់មួយជីវិតទោះម្នាក់នោះចង់មកធ្វើល្អកែប្រែបែបណាក៏ដោយក៏គេមិនលើកលែងដែរតែបើគេធ្វើខុសចំពោះនរណាគឺតែងតែធ្វើបាបខ្លួនឯងវិញអ្នកកើតថ្ងៃអាទិត្យចំណុចល្អចេះយល់ពីទុក្ខលំបាកអ្នកដទៃនិងវិធីជួយដោះស្រាយបញ្ហាអ្នកដទៃមានតែគំនិតល្អៗរកវិធីល្អៗឲ្យគេឯងជាមិត្តល្អដៃគូល្អស្មោះត្រង់មិនមានពុតត្បត់ចេះដឹងខុសត្រូវមានភាពអត់ធ្មត់ខ្ពស់ពូកែអនុគ្រោះឲ្យគេចំណុចអន់អាចជួយសម្រាប់ទុក្ខលំបាកអ្នកដទៃតែមិនអាចជួយសម្រាប់បញ្ហាខ្លួនឯងអាចកំដរអ្នកដទៃតែពេលខ្លួនឯងមានទុក្ខបែរជាសំងំគិតម្នាក់ឯងងាយនឹងត្រូវគេធ្វើបាបចិត្តបោកប្រាស់កុហកលាក់បាំងប្រើមនោសញ្ចេតនាច្រើនជាងខួរក្បាលអញ្ចឹងហើយបានជាមនុស្សនេះងាយរងឈឺចាប់ព្រោះអ្នកដទៃ